សម្រាប់បងប្អូនដែលខ្វះខបឈាមហើយនឹងប្រព័ន្ធរំលាយអាហារយ៉ាងប្រវែកគេងលក់អត់ស្រួលហើយនឹង stress ជាពិសេសបងប្អូនស្ត្រីដែលគាត់មកខែអីអញ្ចឹងណាភេសជ្ជៈមុខនេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនតើមានទាំងប៉មគ្រាប់គូជីខ្ញីពទាក្រហមហើយនឹងស្ករក្រាមការធ្វើហ្នឹងគឺងាយស្រួលទេបងប្អូនគ្រាន់តែដាក់ដាំទឹកឲ្យពុះសិនមកបន្ទាប់មកយើងដាក់ខ្ញីហ្នឹងចូលរម្ងាស់ប្រហែលជា 2-3 នាទីបន្ទាប់ពីដាក់ខ្ញីរួចហើយហ្នឹងបងប្អូនអាចដាក់ជាមួយនឹងប៉មបន្ទាប់ពីប៉មហ្នឹងមានពទាក្រហមគូជីស្ករក្រាមហ្នឹងយើងដាក់ចូលទាំងអស់ទៅបើនិយាយអត្ថប្រយោជន៍ពធាក្រហមវិញជួយជំរុញឲ្យផលិតគ្រាប់ឈាមយើងអ្នកដែលស្លេកស្លាំងអីហ្នឹងត្រូវហើយជាពិសេសធ្វើឲ្យអារម្មណ៍ស្ងប់គេងលក់ស្រួលហើយអាចពជាជាមួយនឹងភាពចាស់ទៀតរីឯខ្ញីវិញគឺកម្ចាត់ជាតិត្រជាក់បង្កើនកម្ដៅរាងកាយជួយការពារអ្នកផ្ដាសាយក្អកគ្រុនសៀវអីអញ្ចឹងណាបងប្អូនជាច្រើនប្រកាសជាដឹងច្បាស់ហើយបើនិយាយពីគ្រាប់គូជីវិញគូជីធ្វើឲ្យភ្នែកភ្លឺច្បាស់និងការពារភ្នែកហើយជួយរាងកាយយើងប្រឆាំងជំងឺផ្សេងៗជាពិសេសផ្ដល់សំណើមដល់ស្បែកផងបន្ទាប់ពីដាក់ចូលគ្នារួចរាល់ហើយហ្នឹងគ្រាន់តែរម្ងាស់15 ទៅ 20 នាទីហ្នឹងជាការស្រេច